សម្រាប់អ្នកដែលចង់ធ្វើដំណើរកម្សាន្តនៅថ្ងៃចុងសប្តាហ៍ឬក៏យើងមានពេលវេលាខ្លីចុងសម្រាប់តាមមួយថ្ងៃហើយចង់ធ្វើដំណើរកម្សាន្តបែប chill fresh art. Yes, I recommend this place for you guys. This is so amazing and very fresh. តើបងឯងទីខ្ញុំចេញដំណើរពីផ្សារថ្នតឹងទៅដោយសារតែខ្ញុំរស់នៅផ្សារថ្នតឹងយើងជិះពីផ្សារថ្នតឹងទៅបើហួសទៅដល់ក្បាលថ្នល់សេបហើយហួសទៅភូមិអូស្តានប្រហែលជាគីឡូទី80យើងនឹងឃើញផ្លូវចូលមួយបងប្អូនយើងជិះទៅផ្លូវត្រង់នោះរហូតទៅយើងនឹងទៅដល់កន្លែងមួយទៅដល់វត្តមួយគេដាក់ឈ្មោះថាវត្តឈើត្រាំងហើយបងប្អូនបើចង់ដឹងចាំដាក់ location ទៅខាងក្រៅបងប្អូនក៏បានដែរប៉ុន្តែពេលយើងទៅដល់កន្លែងហ្នឹងខ្ញុំទៅនិយាយថាអ្នកដែល stress មកអ្នកដែលមានអារម្មណ៍ថាតានតឹងនឹងការងារឬក៏គ្រួសារបែកបាក់ឬក៏អត់លុយចាយអីមិនគេដល់ក៏នឹងមានអារម្មណ៍ថា very fresh ដោយសារតែនៅកន្លែងហ្នឹងទៅបីសិនមានលុយច្រើនក៏យើងអាចទៅបានដែរបងប្អូនតម្លៃអីវ៉ាន់គេលក់របស់ញ៉ាំអីវាធូរថ្លៃមែនទែនហើយបើយើងទៅវាអត់សូវឆ្ងាយមែនទេចាក់សាំម៉ូតូតាមមកពេញទៅអូខេយើងខ្ចប់អីវ៉ាន់ទៅញ៉ាំនៅនោះក៏បានយើងទិញគេក៏បានអត់តែ10000យើងញ៉ាំអត់អស់ហ្មងតែសិតតែថ្ងៃហ្នឹងខ្ញុំទៅមួយនឹងបងប្អូនខ្ញុំ3-4នាក់បងគាត់ឃើញខ្ញុំ stress មួយយ៉ាងខ្ញុំ share ទៅ share ឬខ្ញុំបាន share តែខ្ញុំ share តែខ្ញុំចង់មានសង្សារចង់ដើរលេងអញ្ចឹងទៅគាត់ទៅខ្ញុំអត់ជាប់ទៅក៏ពពុះខ្ញុំដើរលេងតែបើចង់មកឲ្យបន្តែមានអារម្មណ៍ stress ខ្លាំងហើយក៏មកទៅ Yes បងប្អូនពេលដែលយើងមកដល់ទីនេះហើយមានអារម្មណ៍ថាស្រស់ស្រាយមែនទេនៅស្ទើរតែកន្លែងគេដើរលេងហ្នឹងវាបងប្អូនវាមានទឹកនៅសងខាងផ្លូវហ្មងហើយមានផ្លូវទៅខាងក្នុងទៅនៅកណ្ដាលផ្លូវហ្នឹងមានពាក់កណ្ដាលទឹកហើយពាក់កណ្ដាលទឹកលេខទឹកទេហើយទៅភាពសងខាងហ្នឹង very fresh ស្រស់ស្អាតខ្លាំងមែនទែនយើងមើលពេលដែលយើងឈរនៅលើផ្លូវហ្នឹងយើងមើលទៅខាងម្ដុំនេះបងប្អូនចាំមើលខ្ញុំដាក់វីដេអូមើលនេះកន្លែងនេះបងប្អូនយើងដើរទៅបន្តិចទៅយើងនឹងឃើញភ្នំនេះកង្រីច្បាស់ទេហ្មងហើយកន្លែងហ្នឹងបើតាមខ្ញុំសួរបងប្រុសខ្ញុំគាត់ថាកន្លែងគេថាគងមាសនៅក្នុងភូមិអូតាសេនៅចិត្តនៅកន្លែងចិត្តដើរលេងហ្នឹងគេមានវត្តមួយឈ្មោះថាវត្តឈើត្រាំងបងប្អូនវត្តឈើត្រាំងអញ្ចឹងហើយមានសាលាបឋមសិក្សាដែរបងប្អូននៅកន្លែងហ្នឹងស្រស់ស្អាតមែនទេឃើញបងប្អូនឃើញទឹកវាលេចផ្លូវហ្មងហើយយើងដើរទៅនៅរហូតទៅយើងឃើញទេសភាពឡើងស្រស់ស្អាតដែល stress ខ្លាំងការងារមិនមកអត់ទៅដល់គឺមានអារម្មណ៍ថា stress អត់ no sorry មានអារម្មណ៍ថារំភើបស្រស់ស្រាយខ្លាំងទៅហ្មងអត់ពិបាកអីបើជិះពីទីភ្នំពេញទៅវិញប្រហែលជាក្នុង80គីឡូដីអត់ឆ្ងាយមែនទេហើយមានកំណត់ខ្លះមែនទេសម្រាប់អ្នកដែលមានពេលវេលាខ្លីចង់ទៅដើរលេងអញ្ចឹងនៅលក្ខណៈគ្រួសារទៅតែឯង solo អីក៏បានដែរប៉ុន្តែពេលដែលយើងទៅដល់កុំភ្លេចសកលលុយទៅផងដោយសារតែបងប្អូនអាជីវករនៅហ្នឹងក៏អត់មានប្រើ ABS scan QR code អីច្រើនប្រហែលទេគាត់ប្រើលុយសុទ្ធអញ្ចឹងយើងកុំភ្លេចយកលុយទៅច្រើនផងហើយមួយទៀតបើសិនជាយើងចង់ទៅដើរលេងយើងកុំភ្លេចយកតុកទៅខ្លួនឯងផងដោយសារតែគាត់លុយហ្នឹងគាត់លក់បែបទូចអញ្ចឹងអត់បានមានតុកមានអីទៅទេចឹងយើងយកទៅខ្លួនឯងទៅហើយយើងតុកអង្គុយជាពីអ្នកមកពេលយើងក៏បានដែរអរគុណ thank you bye bye